បងប្អូនចំណាស់រូបនេះត្រូវជាប់ពន្ធនាគាររយៈពេល1ឆ្នាំនឹងត្រូវពិន័យលុយចំនួន$25,000ដោយសារតែវាស្ត្រីមានផ្ទៃពោះម្នាក់បងប្អូនអញ្ចឹងរឿងនេះគឺកើតឡើងនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Florida ដែលបារម្ភម្នាក់នោះគឺមានឈ្មោះថា Williamson ដែលមានអាយុ55ឆ្នាំតែនៅថ្ងៃកើតហេតុហ្នឹង Williamson ក៏បានចូលទៅក្នុងម៉ាតមួយកន្លែងធ្វើការទិញប៊ីយ៉ាអញ្ចឹងណាបងប្អូនគឺនិយាយរួមគឺគាត់កិច្ចទិញស្រានៅក្នុងម៉ាតនោះតែម្ដងបងប្អូនសត្វតែមានស្ត្រីម្នាក់ទៀតបានចូលទៅក្នុងម៉ាតហ្នឹងដែរដែលមានឈ្មោះថា Marco មានអាយុ23ឆ្នាំបងប្អូនស្ត្រីម្នាក់នោះគឺជាស្ត្រីជនជាតិស្បែកខ្មៅហើយមានផ្ទៃពោះចំនួន3ខែទៀតបងប្អូនតែនាងបានទៅទិញអីវ៉ាន់នៅក្នុងម៉ាតហ្នឹងហើយក៏ទិញរួចរាល់នាងក៏បានទៅកន្លែងគិតលុយទៅពេលដែលទៅកន្លែងគិតលុយ Williamson ក៏គាត់បានទៅកន្លែងគិតលុយនឹងដែរដោយសារតែគាត់ទៅក្រៅស្ត្រីម្នាក់គាត់ត្រូវឈររងចាំគិតលុយអញ្ចឹងបងប្អូនស្រាប់តែគាត់ឃើញស្ត្រីដែលជាជនជាតិស្បែកខ្មៅមកខើហ្នឹងបងប្អូនគាត់ក៏បាននិយាយរើសអើងឌឺដងទៅកាន់ស្ត្រីដែលជាជនជាតិស្បែកខ្មៅហ្នឹងបងប្អូនគឺគាត់និយាយរើសអើងទៅកាន់ស្ត្រីម្នាក់ថាស្ត្រីម្នាក់ជាជនជាតិស្បែកខ្មៅជនជាតិស្បែកសមិនចូលចិត្តជនជាតិស្បែកខ្មៅទេដែលធ្វើឲ្យស្ត្រីម្នាក់នោះគឺខឹងអញ្ចឹងបងប្អូនក៏មានការប៉ះពាល់សម្ដីគ្នារហូតដល់ស្ត្រីម្នាក់ហ្នឹងគឺច្រានស្រារបស់គាត់ធ្លាក់ទៅនឹងដីដែលធ្វើឲ្យ Williamson ហ្នឹងគឺខឹងនឹងស្ត្រីហ្នឹងមែនតើបងប្អូនក៏បានប្រាំអំពឹងសារទៅលើស្ត្រីម្នាក់គឺដាល់យកតែម្ដងបងប្អូន Oh my god គឺសាហាវមែនតើបងប្អូនក្រោយមក Williamson ក៏បានធ្វើការរត់ចេញពីកន្លែងនោះបាត់ទៅបងប្អូនហើយក្រោយមកស្ត្រីម្នាក់ក៏បានធ្វើការខលទៅកាន់សមត្ថកិច្ចដើម្បីមកជួយអន្តរាគមន៍អញ្ចឹងបងប្អូននៅពេលដែលសមត្ថកិច្ចមកដល់គេក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការជួយសង្គ្រោះអញ្ចឹងណានៅពេលដែលទៅដល់មន្ទីរពេទ្យក៏បានពិនិត្យមើលថានាងមិនមានរបួសធ្ងន់ធ្ងរនោះទេគ្រាន់តែមានរបួសស្នាមទៅលើមុខរបស់នាងបន្តិចបន្តួចតែប៉ុណ្ណោះបងប្អូនគឺមានការជាំពេញមុខហើយចិត្តភ្នែករបស់នាងទេបងប្អូន Oh my god ហើយពេទ្យក៏បានបញ្ជាក់ថាមិនមានផលប៉ះពាល់អ្វីទៅដល់កូនរបស់នាងនៅក្នុងផ្ទៃនោះទេអញ្ចឹងទៅធ្វើឲ្យនាងរៀងធូរចិត្តតិចបងប្អូនគឺនាងខ្លាចតែម្យ៉ាងទេខ្លាចប៉ះពាល់ដល់កូនរបស់នាងអញ្ចឹងណាហើយក្រោយមកសមត្ថកិច្ចក៏បានធ្វើការខាត់ខ្លួន Williamson នឹងបានហើយក៏បានបញ្ជូន Williamson នឹងទៅកាន់តុលាការដើម្បីធ្វើការកាត់ក្តីបងប្អូននៅពេលដែលគេបញ្ជូន Williamson ទៅដល់តុលាការ Williamson ក៏បានធ្វើការនិយាយសុំទោសទៅកាន់ស្ត្រីម្នាក់នឹងតែម្ដងបងប្អូនដោយសារតែគាត់ដឹងទោសកំហុសរបស់គាត់អញ្ចឹងណាដោយគាត់ប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីដែលជាជនជាតិស្បែកខ្មៅមកខៅនឹងឯងគាត់ក៏បាននិយាយសុំទោសថាដោយសារតែពេលនោះគាត់បានផឹកគ្រឿងសង្វឹងចូលទៅក្នុងខ្លួនរបស់គាត់ហើយគាត់ក៏បានចូលទៅក្នុងម៉ាតហ្នឹងធ្វើការទិញគ្រឿងសង្វឹងបន្ថែមអញ្ចឹងហើយទៅធ្វើឲ្យនៅពេលដែលជួបនាងទៅគឺគាត់មិនដឹងថាគិតអ្វីទេក៏និយាយរើសអើងទៅកាន់ស្ត្រីម្នាក់រហូតដល់មានការប៉ះពាល់ពីសម្ដីនឹងគ្នាទៅគាត់ប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីម្នាក់ហ្នឹងដោយសារតែស្ត្រីម្នាក់បានច្រានស្រារបស់គាត់ធ្លាក់ទៅនឹងដីអញ្ចឹងណាអញ្ចឹងហើយទៅធ្វើឲ្យគាត់ហ្នឹងប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីម្នាក់ហ្នឹងទៅដោយសារតែគាត់ទប់អារម្មណ៍អត់បានអញ្ចឹងណាមួយដោយសារតែគាត់បានផឹកគ្រឿងសង្វឹងចូលទៅក្នុងខ្លួនផងអញ្ចឹងហើយទៅធ្វើឲ្យគាត់ហ្នឹងគឺប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីជនជាតិស្បែកខ្មៅមកខៅនឹងតែម្ដងបងប្អូនអញ្ចឹងហើយគាត់គឺពិតជាសុំទោសទៅកាន់ស្ត្រីម្នាក់ហ្នឹងមែនតើបងប្អូនហើយក្រោយមកតុលាការក៏បានធ្វើការកាត់ក្តីទៅកាន់ Williamson នឹងតែម្ដងបងប្អូនដែលកាត់ក្តីឲ្យ Williamson ហ្នឹងគឺជាប់ពន្ធនាគាររយៈពេល1ឆ្នាំហើយនឹងពិន័យលុយចំនួន$25,000ដោយសារតែ Williamson ហ្នឹងគឺបានប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីដែលមានផ្ទៃពោះនៅក្នុងពោះ3ខែទៀតបងប្អូន Oh my god សំណាងឲ្យដែលមិនប៉ះពាល់ទៅដល់កូនគេនៅក្នុងផ្ទៃពោះអញ្ចឹងណាបងប្អូនជាធម្មតាការប្រើប្រាស់អំពើហិង្សានៅក្នុងសហរដ្ឋអាមេរិកគឺជាប់ពន្ធនាគារចាប់ពីរយៈពេល5ថ្ងៃទៅ1ឆ្នាំបងប្អូនប្រសិនបើទោសនោះជាទោសកម្រិតស្រាលអញ្ចឹងណាប្រសិនបើការប្រើប្រាស់អំពើហិង្សានោះកម្រិតធ្ងន់ទៅជាប់ពន្ធនាគាររយៈពេល1ឆ្នាំទៅ20ឆ្នាំបងប្អូន Oh my god អញ្ចឹងទៅកំហុសការប្រើប្រាស់អំពើហិង្សារបស់ Williamson ហ្នឹងគឺមិនសូវទីធ្ងន់ធ្ងរណាប្រមាណទេអញ្ចឹងហើយទៅតុលាការកាត់ក្តីឲ្យ Williamson ហ្នឹងគឺជាប់ពន្ធនាគារត្រឹមរយៈពេល1ឆ្នាំតែប៉ុណ្ណោះហើយក៏ត្រូវពិន័យលុយចំនួន$25,000ទៅឲ្យស្ត្រីដែលជាជនជាតិស្បែកខ្មៅណាខៅផងដែរបងប្អូន Oh my god នៅសុកបែរជាត្រូវជាប់ពន្ធនាគារអស់រយៈពេល1ឆ្នាំហើយត្រូវអស់លុយចំនួន$25,000ទៀតបងប្អូនអញ្ចឹងតែបងប្អូនគិតយ៉ាងណាដែរចំពោះវីដេអូនេះបងប្អូនកុំភ្លេចខមមិនប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះផងបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានប៉ុណ្្នឹងទេបងប្អូនកុំភ្លេច like page share វីដេអូរបស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីបងប្អូន